ពិធីកាន់បិណ្ឌគឺជាពិធីបុណ្យរបស់ពិធីបុណ្យភ្ជុំបិណ្ឌដែលគេចែករយៈពេលកាន់បិណ្ឌចំនួន14ថ្ងៃដែលចាប់ផ្ដើមពីថ្ងៃ1រោចរហូតដល់14រោចខែភទ្របទឬក៏ណាខែរីឯព្រះរាជពិធីកាន់បិណ្ឌរបស់ព្រះមហាក្សត្រមានរយៈពេលតែ5ថ្ងៃប៉ុណ្ណោះដែលរាប់ពីថ្ងៃ11រោចរហូតដល់ថ្ងៃកំណត់15រោចភ្ជុំបិណ្ឌដើម្បីផ្ដើមពិធីកាន់បិណ្ឌទៅបានពុទ្ធបរិស័ទត្រូវមានផ្កាបិណ្ឌដែលផ្កាបិណ្ឌមានកម្ពស់60សង់ទីម៉ែត្រធ្វើពីឈើសំណុំផ្កាខាងក្រោមធំខាងលើទូចមានបង្គោលមូលមួយទំហំគល់ប៉ុនមេដៃទំហំចុងប៉ុនកូនដៃដាក់ចំកណ្ដាលសម្រាប់ដាក់កង់ធ្វើថ្នាក់ផ្កាបិណ្ឌមានថ្នាក់5ថ្នាក់នីមួយៗមានកម្រាស់ប៉ុនម្រាមដៃថ្នាក់ក្រោមទំហំ5ធ្នាប់ស្មើនឹង10សង់ទីម៉ែត្រមូលដោយកង់ចោះចំកណ្ដាលកង់សិតភ្ជាប់នឹងបង្គោលគេរចនាដោយស្ពាន់និងបិទដោយពណ៌ផ្សេងៗតាមចំណង់ចំណូលចិត្តបិទភ្ជាប់ជុំវិញកង់ទាំង5ថ្នាក់មានដតខាញ័រថូពីស្ពាន់ផងដែរហើយថ្នាក់ខាងក្រោមបង្អស់គេដតទង់ក្រពើចំនួន5ដែលថូពីឫស្សីគេមានបន្ថែមរូបនាគ4មានកន្ទុយរួមនៅគល់ផ្កាបិណ្ឌក្នុងមាត់នាគមានរូបស្លឹកពោធិ៍សំយងចៅដែលបង្ហាញពីនាគទ្របផ្កាបិណ្ឌមានឈើ4ជ្រុងដោយប្រអប់កម្រាស់12ធ្នាប់ដៃឬ15សង់ទីម៉ែត្រខាងក្រោមធំខាងលើតូចបន្ថែមជាជើងទម្រាប់ផ្កាបិណ្ឌមានផ្កាបិណ្ឌយ៉ាងប្រណិតហើយទើបសមប្រកបក្នុងពិធីកាន់បិណ្ឌដែលជាពិធីធ្វើចង្ហាន់បិណ្ឌបាតប្រគេនចំពោះព្រះសង្ឃដែលខុសប្លែកពីចង្ហាន់បិណ្ឌបាតធម្មតាត្រង់អត្ថន័យសំខាន់នៃផ្កាបិណ្ឌនេះតំណាងឲ្យការបូជាចំពោះព្រះកេសាឬសរសៃសក់របស់ព្រះសម្មាសម្ពុទ្ធដែលព្រះពុទ្ធជាម្ចាស់បានកាត់នៅកេសារបស់ខ្លួននៅពេលដែលទ្រង់យាងចាក់រាជសម្បត្តិក្នុងការចេញមកសាងភ្នោះបុរាណាចារ្យលោកបានបែងចែកនៃពំពុកខ្មោចញែកប្រែតដែលមានភាពខុសគ្នាក្នុងការលើកជាឧទាហរណ៍រឿងព្រេងយីក្រិនយកមកពន្យល់ប៉ុន្តែមនុស្សចំនួនមិនបានរៀនសូត្រស្វ័យសិក្សាស្រាវជ្រាវនោះទេទើបទាឌីយ៉ាមកលើសាស្ត្រាចារ្យដូនតាខ្មែរឋានទៀតផងហើយពួកអគតិជនទាំងនោះបានភ័កវាយប្រហារទៅលើពិធីបុណ្យភ្ជុំបិណ្ឌនេះនៅលើបណ្ដាញសង្គមថែមទៀតផងឧទាហរណ៍មានបុគ្គល3រូបដែលបានស្លាប់ទៅហើយនិងបានคล้ายខ្លួនទៅជាព្រលឹងខ្មោចនិងប្រែតបុគ្គលទី1និងបុគ្គលទី2បានคล้ายខ្លួនទៅជាព្រលឹងខ្មោចនៅពេលនោះបុគ្គលទី1និងបុគ្គលទី2បានមូលវិញ្ញាណស្ថិតនៅកន្លែងណាមួយមិនថាទីណានៃភពមនុស្សពេលនោះក្រុមសាច់ញាតិរបស់ក្រុមបុគ្គលទី1ដែលរស់នៅតំណប្រទេសក្រៅក្តីបានធ្វើពិធីបង្សុកុលវេចង្ហាន់ម្ហូបអាហារជាមួយព្រះសង្ឃក៏ញ៉ាំងឲ្យម្ហូបអាហារទាំងនោះបានផុសចេញព្រាមៗនឹងមុខខ្មោចបុគ្គលទី1បានជាការបរិភោគចំណែកខ្មោចបុគ្គលទី2មិនមានសាច់ញាតិធ្វើពិធីឧទ្ទិសអាហារទាំងនោះទេឃើញដូច្នេះខ្មោចបុគ្គលទី1អាណិតទៅដល់ខ្មោចបុគ្គលទី2ដែលជាមិត្តយ៉ាងខ្លាំងក៏ចែករំលែកអាហាររបស់ខ្លួនឲ្យហូបប៉ុន្តែអាហារទាំងនោះបែរជាប្រែជាដុំភ្លើងឆេះសន្ធោសន្ធោក្តីក្រហល់ក្រហាយទៅដល់បុគ្គលខ្មោចទី2ជាពន់ផ្អែសពីព្រោះតែការឧទ្ទិសអាហារមិនបានធ្វើឲ្យចំឈ្មោះញាតិនៃបុគ្គលខ្មោចទី2នោះទេដោយមិនអាចបរិភោគនៃអាហារដែលខ្មោចជាមិត្តផ្ដល់ឲ្យនោះបានបុគ្គលខ្មោចទី2ក៏ចាក់ចេញទៅស្វែងរកញាតិរបស់ខ្លួនគ្រប់ចំនួនទាំងពីរវត្តនៅតែរកមិនឃើញញាតិរបស់ខ្លួនមកឧទាហអាហារឲ្យខ្លួនសោះក៏សម្រេចចិត្តជេរប្រតិបណ្ដាសាដាក់ទៅពួកញាតិរបស់ពួកគេឲ្យអស់បុណ្យស័ក្តិរកស៊ីមិនបានចេះតែខ្វៀងរហូតដល់អស់ទ្រព្យសម្បត្តិធ្លាក់ខ្លួនវេទនាឲ្យសមនឹងទង្វើបំភ្លេចញាតិខ្សែលោហិតរបស់ខ្លួនឯណែងពិធីបំពោះភ្នំខ្សាច់នៅតាមទីវត្តអារាមចំនួនបានយល់ច្រឡំកិច្ចពិធីពូនភ្នំខ្សាច់ដែលប្រារព្ធនៅរដ្ឋប្រវេណីនៃពិធីបុណ្យចូលឆ្នាំខ្មែរយកមកលេឡំក្នុងពិធីបុណ្យភ្ជុំបិណ្ឌទៅតាមវត្តអារាមចំនួនដែលផ្ទុយពីនីតិសាសនានិងទំនៀមទម្លាប់ខ្មែរបុរាណទាំងស្រុងកិច្ចពិធីដែលមានចែងនៅក្នុងពិធីទ្វារដ៏សមាសក្នុងវេលាកាន់បិណ្ឌនេះគេហៅថាពិធីបំពោះភ្នំខ្សាច់ពិធីបំពោះភ្នំខ្សាច់តាមទំនៀមខ្មែរបុរាណកាលបើគេជញ្ជូនដីខ្សាច់មកចាក់កពូនឲ្យញៀនទ្រង់ទ្រីប្រហែលភ្នំមានកម្ពស់និងទំហំល្មមតាមដែលគេត្រូវការឡើងហើយគេច្រានយកក្អាមទាំងមូលមកកប់ឲ្យនៅត្រឹមកដាក់ត្រង់កំពូលគ្រប់ចេតិយឲ្យមានសន្តានដូចក្បាច់កចេតិយមែនតែនហើយគេធ្វើរានវេដា8ដាក់គ្រប់8ទិសមានរានមួយទៀតតំណាងឲ្យព្រះយមរាជដាក់នៅទិសបូប៉ាមានទាំងឆ័ត្ររួតនិងទង់រលកទាំង3តំណាងឲ្យនិកាយទាំង3នៃព្រះសាសនាបំពុតរួមមានទង់រលកទី1តំណាងឲ្យនិកាយមហាយានទង់រលកទី3តំណាងឲ្យនិកាយព្រះសាស្តាឬព្រះពុទ្ធថេរវាទគេដោតទង់រលកទាំងអស់នៅរានទាំងនោះហើយព្រមទាំងបូជាដោយផ្កាភ្ញីនិងស្លាធัวទឹកអប់ជាដើមគេយកទៀនធូបមកអ៊ុតយកផ្កាឈើមានពណ៌ផ្សេងៗទៅដាក់បូជានិងយកទង់ក្រពើធ្វើពីក្រដាក់ពណ៌ផ្សេងៗទៅដាក់បូជានៅកំពូលចេតិយដែលបង្កប់ជាមួយក្អាមទាំងនោះហើយមានអាចារ្យម្នាក់នាំឧបាសកឧបាសិកាដល់ប្រតិខិន3ជុំរួចគេសូត្រនមស្ការព្រះរតនត្រ័យសមាទានសិលហើយយកសម្ពុតសទេផ្ាត់ជាងដោយពាក់អង្សាពីលើវ៉ាលុកចេតិយទាំងនោះរួចនាំគ្នាសូត្រអធិដ្ឋានផលុកចេតិយដែលគេហៅតាមសម្ដីអ្នកស្រុកថាបំពោះភ្នំខ្សាច់សូត្រតំណាងព្រះជូឡាមនីចេតិយនៃឯឋានត្រៃត្រឹងសួរដោយបាលីថាអេម៉ាំងវ៉ាលុកកាចេតិយជូឡាមនីចេតិយអធិដ្ឋាមិប្រែថា
ខ្ញុំសូមតាំងចិត្តអធិដ្ឋានព្រះចេតិយខ្សាច់នេះឲ្យជារបបតំណាងព្រះជូឡាមនីចេតិយនៅពេលដែលភ្នំខ្សាច់បានបំពុំរួយរាល់ហើយទើបពេលល្ងាចគេធ្វើពិធីផ្សឹកភ្នំខ្សាច់នោះវិញដោយដកយកអាមដីកប់នៅកំពូលខ្សាច់ដែលមានដោតនៅទងក្រពើចម្រក់ពណ៌នោះយកមកសូត្រថបផ្សឹកនៅសាលាឆាន់គណៈអាចារ្យវត្តត្រូវឲ្យពុទ្ធបរិស័ទមកអង្គុយយំគ្នាដោយយកដៃមួយខាងភ្ជុំគ្នាលើភ្នំខ្សាច់នោះហើយពុទ្ធបរិស័ទផ្សេងទៀតត្រូវយកដៃមកបែកបន្តគ្នាដើម្បីសម្រេចផលបុណ្យនេះហេតុអ្វីបុគ្គលទី3ធ្លាក់ជង់ជាប្រែតយើងនិយាយពីដើមខាងលើមកវិញបុគ្គលទី1និងបុគ្គលទី2បានរករបរចិញ្ចឹមជីវិតរៀងៗខ្លួនដោយការសម្លាប់នៃជីវិតសត្វផ្សេងជាការលក់ដូរដើម្បីរកបានប្រាក់កម្រៃមកចិញ្ចឹមជីវិតហើយបុគ្គលទាំងពីរបានយល់ដឹងពីបាបបុណ្យក៏ធ្វើបុណ្យលាងបាបនៅអំពើរបស់ខ្លួនផងដែរដោយធ្វើទានកពុះព្រះសង្ឃអ្នកក្រសុទ្ធអ្នកអត់ឃ្លានអំពើបុណ្យរបស់បុគ្គលទាំងពីរបានសន្សំនៅកុសលជាច្រើនដូច្នេះហើយទើបតែគេស្លាប់ហើយមិនបានខ្លាចជាប្រែតរីឯបុគ្គលទី3មិនបានធ្វើបុណ្យលាងនៅអំពើបាបរបស់ខ្លួនកាលនៅរស់នោះទេក៏បានខ្លាចជាប្រែតដែលមានបាបកម្មក្រាស់ដូច្នេះត្រូវជាប់គុំខាងនោះឋាននរកហើយក្រុមញាតិពួកគេទោះជាធ្វើបុណ្យឧទ្ទិសបញ្ជូនអាហារយ៉ាងណាក្តីក៏មិនអាចបានទៅដល់ផងដែរត្រូវរងចាំរហូតដល់ស្ដេចយមរាជបើកទ្វារឋាននរកប្រឡែងមកទើបទទួលបាននៅអាហារបាយបិណ្ឌនេះតាមរយៈប្រជាពលរដ្ឋដែលធ្វើទានតាមការបោះបាយបិណ្ឌនេះនឹងអាចលាងនៅអំពើបាបរបស់ប្រែតទាំងនេះបន្តិចម្ដងជារៀងរាល់ឆ្នាំតាមរយៈការជ្រូតនឹកលាងបាបនេះឯងប្រវត្តិប្រែតរៀងរាល់ខែភក្ត្រាបតដែលស្ថិតនៅក្រោមផ្ទៃមេឃពោពេញទៅដោយពពកចរន្តបណ្ដាលឲ្យភាពអសររាបកន្លងរាត្រីគ្មានពលឺព្រះច័ន្ទដែលពោពេញទៅដោយភ្លៀងរត់ធ្លាក់ជោគចាំជាប្រចាំនេះគេមានជំនឿថាស្ដេចយមរាជនឹងបើកទ្វារខណ្ឌនរកចំនួន15ថ្ងៃដើម្បីដោះលែងពំពោះប្រែតឲ្យមកស្វែងរកអាហារស៊ីផងនិងជាការនឹករលឹកសាច់ញាតិរបស់ពួកគេផងដែលជាការជួបញាតិមិត្តនិងកូនចៅរបស់ពួកគេក្នុងរៀងរាល់មួយឆ្នាំម្ដងដើម្បីទទួលបាននូវកុសលផលបុណ្យដែលកូនចៅពួកគេបានធ្វើទានឧទ្ទិសបញ្ជូនមកតែបើកាលណាពួកប្រែតទាំងនោះខំស្វែងរកកុសលផលបុណ្យរបស់កូនចៅពួកគេទាំង7វត្តនៅតែរកមិនឃើញប្រែដែលជាញាតិរបស់ទាំងនោះនឹងដាក់បណ្ដាសាសាច់ញាតិរបស់ពួកគេមិនឲ្យរកទទួលទានអ្វីបានដោយខ្លួនដែលជាប្រែតកំពុងរងទុក្ខនៅក្នុងការគុំខាំងនៅឋាននរកដូចជាក្នុងគម្ពីរតេរ៉ូកកឌូសូតបានបរិយាយថាព្រះបាទពឹមពិសាដែលកើតនៅឆ្នាំ557មុនគ្រិស្តសករាជព្រះអង្គមានពួកញាតិមួយក្រុមបានបំពេញទានមិនបរិសុទ្ធគឺបរិភោគអាហារមុនព្រះសង្ឃលុះពេលខាងមុខក៏បានឡាចាក់លោកដោយតែគ្រីប្រមាថទៅលើសាវករបស់ព្រះពុទ្ធបរមគ្រូក៏បានការទិដ្ឋិប្រែតជាប់គុំខាំងនៅឋាននរកដោយមិនមានអាហារបរិភោគពំពួកប្រែតទាំងនោះតែងចូលតាមសុបិនទៅពន្យល់សពសុំអាហារបរិភោគពីព្រះបាទពឹមពិសាដោយការភៀតភ័យក្រុងសុបិនព្រះអង្គបានសុំឲ្យអង្គតថាគតនៅព្រះពុទ្ធបរមគ្រូឲ្យជួយដោះស្រាយចម្ងល់នេះព្រះពុទ្ធបរមគ្រូបានសមាធិដាក់ដួងវិញ្ញាណទៅកាន់ឋាននរកក៏បានជួបពំពួកប្រែតទាំងនោះកំពុងយំសោកស្រែកឃ្លានអាហារជាពន់ភេកព្រះអង្គក៏បានសួរអំពីហេតុការណ៍នេះហើយព្រះអង្គទ្រង់សម្ដែងថាចាំមើលព្រះបាទពឹមពិសាជាញាតិរបស់មណាត់ប្រែតទាំងឡាយទ្រង់ឲ្យទានអាហារដល់សាវករបស់តថាគតនោះសាវករបស់អាត្មាតថាគតនឹងសូត្រថតចម្លងអាហារទាំងនេះនឹងញ៉ាំងឲ្យសម្ដេចដល់មណាល់ប្រែតទាំងឡាយទុកជាកុសលផលបុណ្យដែលពួកគេបានឧទ្ទិសមកពេលនោះហើយទើបកើតមានការវេចង្ហាន់ប្រគេនព្រះសង្ឃដើម្បីញ៉ាំងឲ្យអាហារទាំងអស់នោះបានដល់ក្រុមញាតិញត្តិការរបស់ពួកគេដែលផ្លាំងផ្លាត់ឧបប្រឌិតកើតជាកំណត់បាបកម្មទាំងអស់នេះហើយទំនៀមនេះបានប្រតិបត្តិក្នុងសាសនាព្រះពុទ្ធដែលផ្សារភ្ជាប់នឹងលទ្ធិជំនឿសែនដូនតារបស់ពលរដ្ឋកម្ពុជាមកដល់សប្តាហ៍ថ្ងៃនេះពិធីបកបាយបិណ្ឌជាពិធីមួយដែលត្រូវបានប្រារព្ធនៅចន្លោះម៉ោង3និងម៉ោង4ទៀបភ្លឺដែលមនុស្សម្នាត្រូវយកបាយបិណ្ឌនោះទៅបោះឲ្យពពួកប្រែតនៅក្បែរជុំវិញព្រះវិហារដើម្បីជាការរំដោះកម្មពៀពពួកប្រែតទាំងនោះផងនិងបានឧទ្ទិសជាអាហារឲ្យពពួកប្រែតទាំងនោះផងក្នុងគម្ពីរពេតវត្ថុមានការបរិយាយជាច្រើនអំពីពពួកប្រែតដែលធ្លាប់កើតជាមនុស្សហើយមានបាបកម្មច្រើនពេលនរកត្រូវបានធ្លាក់ខ្លួនជាប្រែតដែលត្រូវបានឃុំឃាំងនៅឋាននរកនៅពេលដែលបុណ្យកុសលរបស់ពួកគេតិចពួកគេមិនអាចទៅចាប់ជាតិនៅមិនអាចនៅតែតោនៅឋានមនុស្សដូចប្រលឹងវិញ្ញាណដតីទៀតបានឡើយសូម្បីតែសាច់ញាតិដែលបានឧទ្ទិសអាហារដោយចម្ពោះទៅកាន់ពពួកប្រែតទាំងនោះក្តីក៏ពួកគេមិនអាចទទួលបាននូវការឧទ្ទិសកុសលនោះឡើយពពួកប្រែតទាំងនោះមានការយំសោកបោកខ្លួនជាខ្លាំងភាពរំជើបរំជួលបានដឹងដល់សាមវៈរបស់ព្រះពុទ្ធបរមគ្រូនោះព្រះពុទ្ធស្រីព្រះពោធិសត្វអវេលោកេតេស្វរៈឬព្រះម៉ែគង់ស៊ីអ៊ីមបានយាងចុះដោយផ្ទាល់ទៅឋាននរកនិងបាននិមិត្តដុំបាយបោះឲ្យពពុះប្រែតទាំងនោះមនីប្រែតទាំងឡាយមុននឹងបរិភោគដុំបាយទាំងនេះចូលក្តាប់ដុំបាយទាំងនោះបង្ហាញទៅស្ដេចយមរាជដើម្បីជាការរំដោះកម្មសម្រាលតោមនីប្រែតទាំងឡាយឲ្យរួចចាកផុតទុក្ខទៅកើតក្នុងភពដ៏ល្អប្រសើរដោយនិទានអំពីរឿងហេតុរបស់ពពុះប្រែតទាំងនេះទើបកើតមានពិធីបោះបាយបិណ្ឌនេះកើតឡើងការដែលយកបាយបិណ្ឌទៅដាក់នៅទីដទៃសំគួរគឺមិនអាចបានទៅដល់ពពួកប្រែតដែលជាញាតិដែលមានកម្មក្រាស់ឡើយរមែងដោយការបោះបាយបិណ្ឌនេះឯងការបោះបាយបិណ្ឌត្រូវដើរជុំវិញព្រះវិហារនិងបោះវាចេញមកក្រៅរបងព្រះវិហារពីព្រោះព្រះវិហារនីមួយៗបានបញ្ចុះនៅខ្សែសីមា
ដែលមានអាថ័ន្តការពារដ៏ស័ក្តិសិទ្ធិដែលប្រលឹងនឹងវិញ្ញាណខ្មោចព្រាយបិសាចទាំងអស់មិនអាចទៅរំលោភបំពានរបងព្រំរបស់ព្រះវិហារវត្តបានឡើយដូច្នេះពលរដ្ឋគ្រប់រូបគួរធ្វើតក្កណាទានដល់ពពុះប្រែតទាំងឡាយដើម្បីជាការរងាប់ភាពសោកសៅរបស់ពួកគេផងនិងការរងាប់ការចង់កំហឹងរបស់ពួកគេផងដើម្បីជាបានជាសេចក្តីស្ងប់សុខដល់យើងទាំងអស់គ្នាយល់ដឹងពីអង្គរដែលយកមកធ្វើបាយបិណ្ឌការកាច់មូលលៀបពណ៌ពីក្រុមមនុស្សមួយចំនួនមកលើភ្នត់គំនិតដួនតាខ្មែរដោយពួកគេនិយាយថាការបោះបាយបិណ្ឌចោលគឺជាការខ្ជិះខ្ចាយស្រូវអង្គរពួកគេទាំងនោះមានការយល់ច្រឡំឆ្ងាយណាស់អង្គរដែលយកមកធ្វើបាយបិណ្ឌគឺជាអង្គរដំណើបសុទ្ធសាធមិនមែនជាអង្គរធម្មតាដែលពលរដ្ឋទូទៅយកមកដាំបាយហូបរាល់ថ្ងៃនោះទេពីព្រោះអង្គរដំណើបមានភាពត្រលន់គេអាចយកមកហូបម្ដងម្កាលប៉ុណ្ណោះដោយធ្វើជានំនិងបង្អែមផ្សេងអង្គរដំណើបវាជាម្សៅមានភាគល្អិតដែលជាភាពធ្ងន់ដូច្នេះការហូបចូលពោះធ្វើឲ្យឆាប់ឆ្អែតនិងធ្ងន់កុនពោះដូច្នេះហើយការប្រើអង្គរដំណើបបោះទៅឲ្យពពុះប្រែតអរូបៈដូនតាខ្មែរយល់ថាបានធ្វើឲ្យពោះរបស់ពួកគេឆាប់ធ្ងន់និងឆាប់ឆ្អែតទៅតាមការយល់ឃើញនេះហើយធ្វើឲ្យអង្គរដំណើបមានទីផ្សារសបាយចិត្តទាំងអ្នកលក់សបាយចិត្តទាំងប្រជាកសិករសបាយចិត្តទាំងអ្នកធ្វើទៀនសបាយចិត្តទាំងពពុះប្រែតអត់ឃ្លានដូចជាមិនឃើញមានសេចក្តីអទុមនិញចំពោះកិច្ចបោះបាយបិណ្ឌនេះសោះនេះហើយជាការខ្សោយបញ្ញានាំមកជាភាពអវិជ្ជាដល់បុគ្គលមួយចំនួននោះតើបុគ្គលមួយចំនួនដែលតេទៀលបាយបិណ្ឌទាំងអស់នេះពួកគេហាន់បរិភោគបាយដំណើបរាល់ថ្ងៃដែរឬទេបើពួកគេអាចបរិភោគបាយដំណើបរាល់ថ្ងៃបានមែនគ្រឿងព្រះករុណាដែលជាកូនចៅលាក់មុខនៃមន្ត្រីក្រមជំនាញទៀមនាមខ្មែរពីបុរាណដែលចងក្រងនៅពិធីបុណ្យភ្ជុំបិណ្ឌនេះនិងសរសេររំលាយពិធីបោះបាយបិណ្ឌនេះចោលហើយអ្វីពិធីបោះបាយបិណ្ឌធ្វើនៅចន្លោះម៉ោង3និងម៉ោង4ទៀតភឺដូនតាខ្មែរដែលបង្កើនពិធីមួយនេះលោកគិតណាស់ពីម៉ោង6ទៅម៉ោង7ល្ងាចនៅតាមស្រុកស្រែចំការប្រជាពលរដ្ឋសម័យមុនឆាប់ចូលសម្រាកណាស់ណាមើលសមុនមនីភ្លើងអគិសនីផងនោះក្រោយពីភាពនឿយហត់ក្នុងការរករបរចិញ្ចឹមជីវិតណាពេលព្រឹកថ្ងៃពួកគាត់អាចសម្រាកបានគ្រប់គ្រាន់គេងឆ្អែតពេញរយៈពេល8ម៉ោងងើបមកពេញមេឃមានសុខុមាលភាពល្អក្នុងការមកធ្វើពិធីបោះបាយបិណ្ឌនេះដូនតាខ្មែរគិតគូរតាំងពីសុខុមាលភាពរបស់ប្រជាជនក្នុងការមកធ្វើទានបញ្ជូនកុសលផលបុណ្យនេះនឹងមានរឿងតំណានថាខ្មោចអ្នកទោសឬពពួកប្រែតស្ថិតនៅឋាននរកជាន់ទី8មានទ្វារចេញ4ដោយត្រូវបានតំណាងឲ្យយាមទី4នៃពេលវេលាទៀបភ្លឺហើយត្រូវបានយាមកាមដោយសេនាខ្មោចក្បាលសេះនិងក្បាលគោជាអ្នកក្តាប់នៃដួងវិញ្ញាណរបស់ពពួកប្រែតនៃអបាយភូមិនេះយូរទៅជាពួកអកតេពួកអវិជ្ជាពួកក្មេងរៀនបានតិចពួករៀនជំនាញផ្សេងសោះចេញមកបកស្រាយទំនៀមទម្លាប់សាសនាខ្មែរបាតនីមើលងាយសំបីតែផ្នែកគំនិតសាស្ត្រាចារ្យដូនតាខ្មែរដែលពួកលោកខំចងក្រងຕົកជាប្រយោជន៍មកដល់យើងសពថ្ងៃនេះទៅការរចនាបាយបិណ្ឌខ្មែរពីបុរាណតែងធ្វើបាយបិណ្ឌនីមួយមានការរចនាស្រស់ស្អាតប្លែកពីគ្នាដោយតុបតែងបន្ថែមជាពណ៌បាយបិណ្ឌនោះការដាក់ផ្កាលម្អការកាត់ទង់ក្រពើចម្រុះពណ៌ផ្សេងយកទៅលម្អកងចានបាយបិណ្ឌនោះរួចទើបប្រមូលផ្ដុំគ្នាយកឡើងទៅព្រះវិហារជាមុនសិនដើម្បីបង្ហាញនៅមុខបដិមាព្រះពុទ្ធដើម្បីឲ្យទ្រង់ចម្រើនពរបន្ទាប់មកព្រះសង្ឃគ្រប់អង្គដល់ម៉ោងចេញមកសូត្របរាទើបគេកំណត់ថាស្ដេចយមរាជបើកនៅទ្វារឋាននរកទើបគណៈអាចារ្យវត្តប្រាប់ពីរបៀបបកបាយបិណ្ឌដើរនៅជុំវិញព្រះវិហារតាមក្បួនឧត្តរាបវេតដំណើរវិលបញ្ច្រាស់ត្រនិតនីលេកាតំណាងឲ្យពេលវេលាថយក្រោយទើបគេបោះបាយបិណ្ឌនោះចេញមកក្រៅរបងព្រះវិហារដោយកំណត់ត្រឹមវេលា3ជុំតំណាងឲ្យតាទទួលបាននូវសម្បត្តិអានិសង្ស3រួមមានរូបសម្បត្តិទ្រព្យសម្បត្តិនិងចរិយាសម្បត្តិក្រោយមកទើបគណៈអាចារ្យវត្តធ្វើពិធីជ្រោចទឹកលាងបាបដល់ពពុះប្រែតជាសេចក្តីអំចប់ដោយអាចារ្យវត្តមួយចំនួនធំមិនបានយល់ដឹងពីកិច្ចពិធីទាំងនេះទៅជាជ្រោចទឹកឲ្យប្រែតបានផឹកទឹកដែលខុសពីទំនៀមខ្មែរបុរាណទាំងស្រុងនិងប្រសាចដោយឲ្យប្រជាពលរដ្ឋយកបាយបិណ្ឌទៅសាលាឆាន់និងបកបាយបិណ្ឌលើរបងព្រះវិហារដែលមានបញ្ចក់នៅខ្សែសីមាអាថ័ន្តការពារយ៉ាងស័ក្តិសិទ្ធិឬបកបាយបិណ្ឌប្រលប់ប្រឡាក់ក្នុងព្រះវិហារដោយការយល់ខកទាំងស្រុងនៅពេលពិធីបញ្ចប់ព្រះសង្ឃផ្ទាល់ត្រូវដឹកនាំកូនសិស្សលោកចេញមកសម្អាតបាយបិណ្ឌទាំងនោះជារាល់ថ្ងៃរហូតដល់បញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌនេះការរចនាបាយបិណ្ឌបានបណ្ដុះនូវផ្នត់គំនិតប្រជាពលរដ្ឋទូទៅឲ្យចេះកែប្រែផ្នត់គំនិតនៃការរស់នៅប្រកបដោយកត្តានៃភាពជឿនលឿនក្នុងបរិបទនៃសង្គមរស់នៅរបស់ខ្លួនអត្ថន័យនៃពិធីបោះបាយបិណ្ឌពិធីបោះបាយបិណ្ឌជាពិធីដែលពលរដ្ឋកម្ពុជាបានបោះនៅដុំបាយឲ្យទៅពពុះប្រែតអត់ឃ្លានដែលពពុះប្រែតទៅលើអាចមានកំណត់កើតចេញពីកងទ័ពខ្មែរគ្រប់ចំនួនដែលភ្លេចជីវិតដើម្បីទឹកដីសុខចិត្តបាបចុះនរកខ្លាយចេញជាប្រែតឲ្យតែប៉កែទឹកដីរបស់ខ្លួនបានតជាសម្លាប់ខ្ញាំងសត្រូវអស់ជាច្រើនក៏មិនញញើតដែរ
ពីព្រោះប្រទេសជាតិគឺជាសំខាន់សម្រាប់ជាតិសាសន៍ខ្មែរគ្រប់រូបតើពួកកងទ័ពខ្មែរទាំងអស់ដែលមានចំនួនរាប់ម៉ឺនអ្នកស្លាប់ខ្លួនដើម្បីបង្ការទឹកដីហើយអាចការជាកំណើតប្រែតផងនោះតើពួកគាត់សមធ្វើជាដូនតារបស់យើងឬទេនៅពេលដែលអ្នកយកថវិកាខ្លួនទៅទិញគ្រឿងស្រវឹងយកទៅលេងល្បែងអបាយមុខផ្សេងឬយកលុយទៅចូលរួមបកនយោបាយណាមួយវាជាចេតនានៃការស្វែងរកភាពសប្បាយនៃរបស់អ្នកប៉ុណ្ណោះដូចគ្នាទៅនឹងជំនឿរបស់អ្នកទៅបបBibleបានស្វែងរកភាពសប្បាយនៃដួងចិត្តមានភាពស្រស់ស្រាយនិងជ្រះថ្លានៅអារម្មណ៍របស់ខ្លួនផងដែរអប់រំពលរដ្ឋខ្មែរឲ្យចេះនឹកលឹកដឹងគុណដល់បុគ្គលដែលបានចាក់ឋានធ្វើឲ្យក្តីមិនថាជាសាច់ញាតិឬជាអ្នកដទៃសុទ្ធតែអាចទទួលបាននូវដុំបាយនិងកុសលផលបុណ្យទាំងនេះឡើយអប់រំពលរដ្ឋខ្មែរឲ្យចេះបំពេញសេចក្តីល្អនិងការអនុគ្រោះបលពពុះសត្វទេរឆានទាំងឡាយនិងសូម្បីតែពពុះប្រែតអរូបាក្តីសុទ្ធតែបានទទួលនូវសេចក្តីអនិច្ចំនេះអប់រំពលរដ្ឋខ្មែរឲ្យចេះលះបង់ទ្រព្យធនក្រៅខ្លួនបន្តិចបន្តួចក្តីច្រើនក្តីប្រើប្រាស់វាដើម្បីជួយដល់អ្នកដទៃមិនថាអ្នកក្រខ្សត់អ្នកអត់ឃ្លានមិនថាសត្វទេរឆានពពុះប្រែតអរូបៈដែលមើលមិនឃើញក្តីសុទ្ធតែបានទទួលនូវជំនួយមនុស្សធម៌នេះអប់រំពលរដ្ឋខ្មែរឲ្យចេះលះបង់នៅពេលវេលាផ្ទាល់ខ្លួនក្រោកម៉ោងទៀបភឿអត់ងងុយយ៉ាងណាក្តីនៅតែមកបកបាយបិណ្ឌចំណាយពេលវេលានឹងមានដួងចិត្តជាអ្នកសង្គ្រោះពិតសង្គ្រោះសំបីតែពពុះប្រែតអរូបៈដែលមើលមិនឃើញក្តីនៅពេលដែលក្រុមមនុស្សចំនួនវិភាគតាមការយល់ឃើញរបស់ខ្លួនមិនជឿរឿងប្រលឹងខ្មោចពួកនរកប្រែតព្រាយបិសាចពួកគេក៏ចាប់ផ្ដើមសាបព្រាសមនុស្សគំនិតវិជ្ជានេះលុបនៅពិធីសាសនាទំនៀមទម្លាប់ប្រពៃណីរបស់ជាតិសាសន៍ខ្លួនជាបន្តមកពិធីបង់សុកូលនិងពិធីផ្សេងទៀតពេលនោះហើយដែលប្រទេសជាតិធ្លាក់ចុះនៅសីលធម៌ជាតិទាំងស្រុងជំនឿអំពីវិជាសាហួហេតុការបោះបង់ប្រពៃណីសាសនារបស់ខ្លួនពិភពលោកប្រែជាអសិលធម៌ចាប់ផ្ដើមធ្វើសង្គ្រាមបំផ្លាញគ្នាលេងគិតពីអំពើបាបនិងមនុស្សធម៌ចំណាយលុយទៅលើគ្រឿងអាវុធប្រឡាយមនុស្សជាតិការរាតត្បាតនៃជំងឺឆ្លងដែលកាចសាហាវផ្សេងដូចជា COVID-19 ការបំផ្លាញបរិយាប័ន្នបង្កើតឲ្យមានគ្រោះធម្មជាតិកាន់តែធំជាងមុនកាន់តែសាហាវជាងមុននេះហើយទើបជាវិនាសកម្មនៃការថាត់បងពិតប្រាកដរបស់មនុស្សជាតិកិច្ចបោះបាយបិណ្ឌនិងការហាម5តាមវត្តអារាមមួយចំនួនធំគួរធ្វើរាជពតដោយការដោតជារបងរុស្សីរៀង4ជ្រុងដាក់នៅតាមជុំវិញក្បែរព្រះវិហារដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការបោះបាយបិណ្ឌនិងដើម្បីសោភ័ណភាពអនាម័យក្នុងវត្តអារាមផងដែរមិនគួរប្រើចានដែកឬការទុនចង្អែផ្សេងយកមកដាក់បាយបិណ្ឌដែលគេបានបោះនោះទេព្រោះនឹងធ្វើឲ្យកិច្ចពិធីឃ្លាតឆ្ងាយពីវប្បធម៌របស់ខ្លួនមិនសមភ្នែកមិនកាប់ប្រសានៅពេលធ្វើពិធីបោះបាយបិណ្ឌគួរបិទភ្លើងទាំងអស់នៅជុំវិញព្រះវិហារឬបន្ថយពន្លឺភ្លើងឲ្យនៅកម្រិតទាបបំផុតនិងអនុញ្ញាតឲ្យមានតែភ្លើងធូបនិងភ្លើងទៀនប៉ុណ្ណោះហាមបោះបាយបិណ្ឌក្រៅរបងវត្តពីព្រោះនៅពេលដែលយមរាជបើកទ្វារឋាននរកពួកយមទូតឬយមបាលដែលមានន័យថាប៉ូលីសខ្មោចឬឆ្មាយាមដួងវិញ្ញាណរបស់ពពុះប្រែតលោកមិនអាចការពារអ្នកពីវិញ្ញាណបិសាចផ្សេងដែលមានសិលវិជ្ជាខ្លាំងក្លានោះទេហាមបញ្ចេញសំឡេងប៉ះទន្ទឹងគ្នាដោយលឺសូរឈងឆាំងនៅវេលាដែលយមរាជបើកទ្វារឋាននរករយៈពេល1ម៉ោង30នាទីស្ដេចយមរាជនឹងបើកទ្វារឋាននរកចាប់ពីឋាននរកជាន់ទី1ដល់ជាន់ទី8នោះមានន័យថាខ្មោចព្រាយបិសាចទាំងអស់នឹងទៅរកអ្នកតាមប្រភពសំឡេងទាំងអស់នេះពីព្រោះវាដូចជាការប្រកោកប្រកាសហៅផងដែរស្វែងយល់ពីពិធីបើកភ្នែកទី3ដើម្បីមើលឃើញប្រែតប្រជាពលរដ្ឋដែលចង់ឃើញអាចសាក់លបងបានហើយអ្នកត្រូវទទួលខុសត្រូវដោយខ្លួនឯងអស់មួយជីវិតជាដំបូងត្រូវយកដីមូលជាដុំឃ្លីរួចហើយយកកំបោរគូសញ្ញាបូកនៅកែងជើងរបស់អ្នកទាំងសងខាងរួចយកឈាមប៉ាត្រង់ថ្ងៅរបស់អ្នកបន្ទាប់មកយកក្រណាត់ខ្មៅរុំភ្នែករបស់អ្នកហើយយកដុំដីនោះមកទំយាស៊ីហើយពេលនោះអ្នកត្រូវឈរនៅចំពោះមុខព្រះវិហាររួចហើយឲ្យមនុស្សម្នាក់ទៀតចងខ្សែទៅនឹងកដៃរបស់អ្នករួចដឹកដៃបណ្ដាអ្នកដើរជុំវិញព្រះវិហារ3ជុំដោយសូត្រសម្រាយពីភាសាសំស្ក្រឹតថាវត្ថុស័ក្តិសិទ្ធិមនីប្រែតអរូបៈបើមានពិតសូមឲ្យខ្ញុំបានឃើញអ្នកត្រូវតន្ត្រីសូត្របែបនេះរហូតដល់គ្រប់ចំនួនជុំហើយមនុស្សទាំងអស់មិនអាចនៅក្បែរអ្នកទេត្រូវនៅស្ងាត់និងនៅតែឯងរួចសុំអ្នកបើកក្រណាត់មើលពិធីចាក់ទឹកដូងថ្វាយប្របីតារៈសំស្ក្រឹតពីតារៈអង់គ្លេសពីតារាអានថាបៃតរៈមានន័យថាបុព្វបុរសឬដូនតារបស់ឪពុកម្ដាយ14នៅរៀងរាល់ថ្ងៃ14រោចខែភទ្របុត្រអង្គព្រះមហាក្សត្រនឹងប្រារព្ធពិធីចាក់ទឹកដូងថ្វាយប្របីតារៈដែលមានន័យថាសេចក្តីចម្រើនដល់ដួងវិញ្ញាណក្ខន្ធដូនតានៃអង្គព្រះមហាក្សត្រការច្រូតចាក់ទឹកដូងជាកិច្ចពិធីនៃការឧទ្ទិសកុសលផលបុណ្យរបស់អង្គព្រះមហាក្សត្រជូនចំពោះបុព្វបុរសឬជូនចំពោះមរណកាលរបស់ញាតិវង្សរបស់ព្រះអង្គនៅវេលាម៉ោង9នាទីយប់ទាំងគ្រួសាររាជវង្សទាំងណាមឿនសពមុខមន្ត្រីត្រូវអញ្ជើញមកជុំគ្នាក្នុងពិធីប្រជុំបិណ្ឌមានការតាំងតុចំនួន4ជាតំណាង
តក់ទី1មានតម្កល់ប្រខណ្ឌ4ដែលមានឆ្លាក់នៅសត្វទេពទាំង4តំណាងចតុទិសមានតក់តាំងចំនួន2ទៀតមានតម្កល់នៅគ្រឿងមាសនិងតក់ម្ខាងទៀតជាគ្រឿងប្រាក់ជាដងវាយសម្រាប់ថ្វាយប្របីតារុរីឯតក់មួយទៀតមានតម្កល់កែវទឹកដូងតំណាងឲ្យទឹកលាងជំរះបាបមានមន្ត្រីបាគូ9នាក់សូត្រថ្វាយពរសពសាតុកាទៅកាន់អង្គព្រះមហាក្សត្ររួចចាក់ទឹកសាំងលើបាតប្រហាត់ប្រជាបន្ទាប់មកក្រុមបាគូថ្វាយស្លឹកភ្នៅមួយស្លឹកដល់ព្រះរាជាដើម្បីសៀតប្រការឆ្វេងប្រជាដើម្បីជាមង្គលសិរីហើយក្រុមបុរោហិតបន្តសូត្របួងសួងព្រះបិតារកសុំឲ្យដូនតាព្រះមហាក្សត្រទ្រទ្រង់ព្រះរាជានិងប្រជារាស្ត្រទូទាំងព្រះនគរក្រោយមកព្រះមហាក្សត្រចូលទៅចាក់ទឹកដូងដើម្បីលាងជំរះបាបជូនតារបស់ព្រះអង្គក៏ដូចជាក្រុមគ្រួសាររាជវង្សណាមឿងសពមុខមន្ត្រីចូលទៅចាក់ទឹកដូងជាបន្តបន្ទាប់រហូតដល់បញ្ចប់ពិធីនេះ15ពិធីសែនលាដូនតាវេលាល្អសម្រាប់កិច្ចសែនដូនតានៅតាមគេហដ្ឋានដែលកំណត់ដោយព្រហ្មាបាគូគិនរីកព្រះបាទអង្គឌួងធ្វើឡើងនៅម៉ោង5នាទីល្ងាចដែលតំណាងឲ្យការផ្សារភ្ជាប់ញៀនទាំង5របស់មនុស្សដែលនៅរស់ទៅភ្ជាប់ទំនាក់ទំនងទៅនឹងមជ្ឈដ្ឋាននៃញៀនខាងក្រៅតាមរយៈការអ៊ុតធូបឧទ្ទិសហៅនៅថ្ងៃ15រោចខែភទ្របទដែលត្រូវនឹងថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌបុរដ្ឋខ្មែរមានជំនឿថាដួងវិញ្ញាណនៃក្រុមសាច់ញាតិរបស់ខ្លួននឹងមកលាក្រុមគ្រួសាររបស់ពួកគេនៅថ្ងៃចុងក្រោយដែលគេតែងហៅថាភ្ជុំធំ Big Meeting នៅល្ងាចម៉ោង5ទៅ6នាទីល្ងាចគេនឹងរៀបចំបាយម្ហូបជំនីមួយថាសដើម្បីសានព្រេនអញ្ជើញដួងវិញ្ញាណនៃសាច់ញាតិមកសេពសោយអាហារមួយពេលនេះដើម្បីឲ្យដួងវិញ្ញាណមកបរិភោគដោយស្រួលក្នុងផ្ទះរបស់ខ្លួនបានគេត្រូវរៀបចំដង្វាយសានព្រេនមួយថាសតូចទីទៅដល់ព្រះកឹងឬយមទូតទាំងពីរដែលគេសម្គាល់ថាជាខ្មោចសនិងខ្មោចខ្មៅដែលជាអ្នកឃ្លាំមើលទៅនឹងសកម្មភាពរបស់ដួងវិញ្ញាណដែលយើងបានឧទ្ទិសមកសេពផ្សាយក្នុងផ្ទះរបស់យើងនៅក្នុងការសានដង្វាយដល់យមទូតត្រូវរៀបចំដង្វាយដូចជាក្បាលមាន់សាច់ជ្រូក3ជាន់ពងទាប្រៃអំបិលស1កូនចាននិងស្រាស1ប៉ែងដើម្បីជាកិច្ចស្នើសុំកាលពីសម័យដើមនៃរាជព្រះបាទអង្គឌួងគេធ្វើពិធីសានលាដូនតាដោយបណ្ដែតកូនសំពៅតូចៗបណ្ដែតកន្តងឬបណ្ដែតប៉ែរហូតមកដល់សម័យសង្គមរាស្ត្រនិយមគេក៏បានលុបចោលពិធីបណ្ដែតកូនសំពៅនិងពិធីបណ្ដែតកន្តងងីថងព្រោះប៉ះពាល់ទៅដល់បរិស្ថានទឹកដូច្នេះហើយទំនៀមបណ្ដែតកូនសំពៅសែនលាដូនតាបាត់បោះបង់ចោលមកដល់បច្ចុប្បន្ននាទីហេតុអ្វីខ្មែរបុរាណសែនម្ហូបអាហារដូនតានៅវេលាល្ងាចណាថ្ងៃភ្ជុំបិណ្ឌចុងក្រោយបានជាខ្មែរបុរាណសែនម្ហូបអាហារដូនតានៅវេលាល្ងាចពីព្រោះបុរាណអាចារ្យលោកយល់ថាព្រឺរឹងខ្មោចសាច់ញាតិមួយចំនួនដែលមានបាបច្រើនមានសម្ពាយបុណ្យតិចមិនអាចបង្ហាញដួងព្រលឹងរបស់ខ្លួនឲ្យត្រូវពន្លឺព្រះសរិយានោះទេកាំរស្មីពន្លឺព្រះអាទិត្យនឹងចែងចាំងរំលាយដួងព្រលឹងរបស់ពួកគេដូច្នេះហើយដួងព្រលឹងដូនតារបស់ពួកគេខ្លាចពន្លឺព្រះអាទិត្យខ្លាំងណាស់ទើបការសែនព្រេនត្រូវធ្វើនៅម៉ោង5ទៅ6នាទីល្ងាចនៅពេលដែលពន្លឺព្រះអាទិត្យបានជ្រេទាបអន់ថយនៅពន្លឺកាំរស្មីរបស់ខ្លួនទើបព្រលឹងខ្មោចនៃសាច់ញាតិអាចចេញមកជួបនៅមុខទទួលនៅសំណែនសែនព្រេនទាំងអស់នេះការសែនព្រេននៅវេលាព្រឹកឬថ្ងៃរសៀលវាជាយល់ឃើញនៅបងប្អូនប្រជាពលរដ្ឋដូច្នេះបុរាណអាចារ្យមិនដែលធ្វើការបង្ខិតបង្ខំនៃសិទ្ធិនៃការយល់ឃើញតាមផ្នត់គំនិតរបស់បងប្អូននោះទេបងប្អូនសែនដូនតានៅវេលាណាមួយក៏បានដូចគ្នាឲ្យតែបងប្អូនធ្វើទៅបានទទួលនូវសេចក្តីសុខផ្លូវចិត្តក្នុងជំនឿផ្លូវចិត្តដែលខ្លួនឯងផ្ទាល់បានយល់ឃើញកិច្ចមិនគួរមាននៅក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌគ្រប់វត្តអារាមទាំងអស់មិនគួរមានកិច្ចពិធីពូនភ្នំខ្សាច់នោះទេព្រោះពិធីនេះស្ថិតនៅរដ្ឋប្រវេណីនៃពិធីបុណ្យចូលឆ្នាំខ្មែរកិច្ចដែលត្រឹមត្រូវគឺពិធីបំបួកភ្នំខ្សាច់ការយកទង់ក្រពើចម្រោះពណ៌ទៅដោតលើភ្នំខ្សាច់គ្រប់វត្តអារាមទាំងអស់មិនគួរមានកិច្ចពិធីស្រន់ព្រះនោះទេព្រោះពិធីនេះស្ថិតនៅរដ្ឋប្រវេណីនៃពិធីបុណ្យចូលឆ្នាំខ្មែរកិច្ចដែលត្រឹមត្រូវគឺពិធីបណ្ដែតកន្តងធัวតាមស្រះទឹកសំលមុំដែលមាននៅក្នុងបរិវេណវត្តសូមគុំយកបព្វធម៌ប្រពៃណីទំនៀមទម្លាប់របស់កម្ពុជាទៅបូកលុយឡាយឡាំគ្នាបណ្ដាលបានជាការប្រព្រឹត្តខុសឆ្គងនៅរដ្ឋប្រវេណីខ្មែរសូមអរគុណក្រុមបុរាណអាចារ្យសង្ឃឹមថាការចងក្រងប្រវត្តិបុណ្យភ្ជុំបិណ្ឌដែលសិក្សាស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំនេះសូមឲ្យព្រះសង្ឃឬគណៈគ្រប់គ្រងវត្តចែករំលែកអត្ថបទនេះទៅកាន់អាចារ្យវត្តទាំងអស់ទូទាំងប្រទេសកម្ពុជាដើម្បីឲ្យពួកគាត់បានយល់ដឹងបន្ថែមជៀសវាងការនាំសាធុជនធ្វើខុសរដ្ឋប្រវេណីរបស់ជាតិខ្លួនតែការសែនក្បាលទឹកមានក្នុងរដ្ឋប្រវេណីនៃការសែនដូនតាខ្មែរឬទេនៅក្នុងជំនឿរបស់ជនជាតិខ្មែរដើមជំនឿសែនក្បាលទឹកដែលគេប្រដូចទៅនឹងជំនឿសែនដូនតារបស់ជនជាតិខ្មែរមិនមានតតែសោះក្នុងកំណត់ត្រារបស់កម្ពុជាវាជាទំនៀមរបស់បរទេសសុទ្ធសាធយ៉ាងណាក៏ដោយសិទ្ធិនៃការជឿរបស់បងប្អូនខ្មែរមួយចំនួនក្នុងការសែនព្រេននៃកិច្ចពិធីសែនក្បាលទឹកនេះមិនត្រូវបានរារាំងនិងមិនត្រូវបានលើកយកមកវែកញែកដោយបុរាណអាចារ្យនោះទេវាជាសិទ្ធិសេរីភាពនៃជំនឿកុំឲ្យតែជំនឿនេះឬជំនឿណាមួយប៉ះពាល់ទៅដល់សង្គមជាតិកម្ពុជាទើបជាជំនឿខុសច្បាប់ពិធីលយកន្តង
ប្រវត្តិពិធីលយកន្តងដកស្រង់ជិនពីឯកសារប្រជុំរឿងភេងខ្មែរឆ្នាំ1963រឿងចៃអស្ចារ្យចម្បាំងខ្មែរសៀមអ្នកតាខ្លាំងមឿងលោតចម្រងសម្រាប់ខ្លួនកេនតបខ្មោចចម្បាំងនៅអូស្វាយដូនកែវកងទ័ពសៀមដកថយដល់បាត់ដំបងមរណភាពអ្នកតាឃ្លាំងមឿងការមានពិធីលយកន្តងមកដល់សប្តាហ៍ថ្ងៃនេះពិធីលយកន្តងឬបណ្ដែតសំពៅជូនដូនតាដកស្រង់ចេញពីឯកសារប្រជុំរឿងភេងខ្មែរភាគ9ឆ្នាំ1963រឿងនាយសំពៅ500និទានពីឈ្មួញសំពៅចំនួន500នាក់បានសម្ចត់នៅកោះមួយត្រូវបានពួកប្រព្រឹត្តចាប់បាននឹងចង់យកមកធ្វើជាអាហារពេលនោះនាយសំពៅមួយជាអ្នកឆ្លៀវវៃនឹកឃើញថាបើទោះជាត្រីស្លាប់ក៏ត្រូវតែហ៊ានប្រថុយនិយាយតវ៉ាឲ្យអស់ចិត្តសិនឡើយមិនត្រូវឲ្យគេផ្ដាច់ជីវិតទទេឡើយគិតហើយក៏តាំងស្មារតីអឹងអាចនិយាយទៅកាន់ស្ដេចប្រព្រឹត្តសុំឲ្យដោះលែងពួកខ្លួនតែស្ដេចប្រព្រឹត្តនោះឆ្លើយថាយើងដោះលែងពួកឯងទៅវិញមិនបានទេព្រោះយើងស្រេកឃ្លានណាស់បើដោះលែងពួកឯងទៅមិនដឹងកាលណានឹងបានអាហារទៀតពួកយើងខ្សត់អាហារណាស់នាយសំពៅពោលថាសូមលោកដោះលែងពួកយើងទាំងអស់វិញចុះយើងសន្យាថានឹងទទួលរកអាហារជូនលោករាល់ឆ្នាំលោកត្រាតែអស់ជីវិតបើលោកពិសាយើងទៅនោះលោកបានតែឆ្អែតមួយក្រាបប៉ុណ្ណោះអំណតទៅលោកនឹងត្រូវអត់ឃានទៀតបើពួកយើងសន្យានឹងលោកយ៉ាងនេះតើលោកយកផ្លូវណាលោកសុខចិត្តពិសារូបយើងឲ្យបានតែមួយចំអែតឬក៏សុខចិត្តទុកជីវិតឲ្យពួកយើងដើម្បីឲ្យពួកយើងទៅរកអាហារជូនលោកវិញពួកប្រព្រឹត្តឮសំណារនៃនាយស៊ូពើដូច្នេះក៏គិតគ្នាមួយសន្ទុះទើបព្រមដកលែងពួកគេឲ្យផ្ដាំផ្ដាថាកាលបើពួកអ្នកបានទៅដល់សុកទេខ្លួនហើយកាលណាមានខ្យល់ចំណោធ្លាក់មកពីទិសឯឆាស់ជើងអ្នកទាំងអស់គ្នាត្រូវធ្វើក្បួនផ្ទុកធញ្ញាចំនួនអាហារគ្រប់យ៉ាងមានលាជសណ្ដែកលឹងដូងអំបុកចេកជាដើមបណ្ដែតតាំងខ្សែទឹកមកឲ្យយើងចុះមិនបាច់នាំមកផ្ទាល់ទេចំណោខ្យល់នឹងបញ្ជូនមកដល់យើងហើយឮតែប៉ុណ្ណេះពួកអ្នកសំពៅអររកអ្វីព្រៀបបំបានហើយក៏នាំគ្នាចុះសំពៅចោលបើចេញផុតពីនោះយ៉ាងប្រញាប់លូទៅដល់ភូមិស្រុកជួបជុំគ្រូសាហើយត្រូវនឹងពេលចិត្តដល់រដូវជុំផងដែរដែលទឹកឡើងជាលំដាប់ផងអ្នកដែលបានសន្យានឹងប្រព្រឹត្តទាំងអស់នោះក៏នាំគ្នាធ្វើនំណែករកចេកអំពៅលាកស្រូវអង្ករផ្លែឈើដែលមាននៅរដូវនោះធ្វើពងប៉ាយហើយដាក់បណ្ដែតបញ្ជូនទៅឲ្យប្រព្រឹត្តតាមខ្សែទឹករាល់ឆ្នាំដួតនិទានរៀបរាប់ខាងលើនេះទើបកើតមានកិច្ចពិធីលយកន្តងលយសំពៅផ្ទុកទៅដោយអាហារបញ្ជូនឲ្យដូនតាមកដល់សពថ្ងៃនេះដោយសារតែការបណ្ដែតកន្តងស្លឹកផ្សេងបានប៉ះពាល់ទៅដល់បរិស្ថានទឹកទើបទំនៀមមួយនេះត្រូវបានលុបបំបាត់ផងដែរហេតុបច្ចុប្បន្ននេះពេលពលរដ្ឋខ្មែរមួយចំនួនខ្វះការយល់ដឹងនិងទទួលរងនៅវប្បធម៌ប្រទេសដទៃបាននាំយកពិធីនេះមកច្របល់នឹងពិធីបុណ្យអុំទូកម្ដងហើយម្ដងទៀតដោយពួកគេមិនយល់ពីកិច្ចពិធីបែងចែកចំពោះខ្មោចប្រាយបិសាចព្រះនិងទេវតានោះទេសូមពលរដ្ឋខ្មែរមួយចំនួនបញ្ឈប់ដាច់ខាតរាល់ទង្វើឡៃណាដែលប្រឆាំងនឹងទំនៀមវប្បធម៌ខ្មែរហើយនាំអន្តរាយដល់សង្គមជាតិកម្ពុជាសូមអរគុណអំពីការលយកន្តងកាលពីមុនវត្តអារាមមួយចំនួននៅកម្ពុជាតែងតែជួបប្រទះនៅគ្រោះទឹកជំនន់ពិបាកក្នុងការទៅធ្វើបុណ្យនិងពិបាកក្នុងការធ្វើពិធីបកបាយបិណ្ឌខ្លាំងណាស់ក្រោយមកពិធីបកបាយបិណ្ឌមិនអាចធ្វើទៅបានដូច្នេះហើយក្រមសាស្ត្រាចារ្យខ្មែរបុរាណបានបង្កើតឲ្យមានពិធីលយកន្តងជំនួសវិញដែលបង្កើតឡើងតាំងពីសម័យឡើងវែកក្នុងរាជព្រះបាទចន្ទរាជាមកម្លេះជាដំបូងយើងត្រូវយល់ពាក្យកន្តងជាមនុស្សនៅក្នុងវេជ្ជនានុក្រមពាក្យខ្មែរដោយសម្ដេចព្រះសង្ឃរាជជូណាតបានបកស្រាយនៅពាក្យកន្តងនេះដែលមានន័យថាចានភាគជាពីស្លឹកសម្រាប់ដាក់ភោជនីយអាហារដាក់ស្លាបារីបានដូច្នេះយើងអាចយល់បានថាកន្តងមានន័យថាចានធ្វើពីស្លឹកដែលអាចដាក់នៅម្ហូបអាហារនិងបង្អែមចង្អាប់បានផងដែរយើងយល់ដល់ចំណុចនេះហើយយើងត្រូវយកមកពិចារណាត្រង់ចំណុចនេះបើកន្តងជាចានធ្វើពីស្លឹកដែលអាចដាក់នៅដង្វាយម្ហូបអាហារផងបាននោះតែព្រះពុទ្ធសាសនាត្រាស់ដឹងហើយនៅសយអាហារសែនទាំងអស់នេះទេពិតណាស់គឺអត់ទេដូច្នេះកិច្ចពិធីដែលយកស្លឹកមកធ្វើជាកន្តងនេះគឺសម្រាប់តែពពួកខ្មោចប្រៃបិសាចប៉ុណ្ណោះដូចជាព្រាកន្តងខៀវកន្តងប៉ែកន្តងសំណានដោយសេចក្តីបញ្ញោនេះពលរដ្ឋខ្មែរគួរតែបញ្ឈប់នៅការយកស្លឹកកន្តងទាំងអស់នេះទៅបណ្ដែកក្នុងពិធីបុណ្យអុំទូកឬពិធីចេញវស្សាដែលប្រឆាំងនៅទំនៀមទម្លាប់របស់ខ្មែរបុរាណទាំងស្រុងយើងពិសេសរូបភាពឯកសារនៃក្រមគ្រួសាររាជវង្សនៅប្រទេសកម្ពុជាយើងមិនមានតតែសក់នៅការលយកន្តងក្នុងពិធីបុណ្យអុំទូកនិងចេញវស្សារបស់ពុទ្ធសាសនានេះគិតចាប់ពីព្រះបាទនរោត្តមមកដល់បច្ចុប្បន្ននាទីនេះហើយទីវត្តអារាមមួយចំនួនដែលមានស្រះទឹកសំលមុំគួរបង្កើតទំនៀមលយកន្តងឬលយសំពយនេះឡើងវិញដោយអាចបំនួលពិធីបបាយបិណ្ឌបានដែរដែលធ្វើតាមរបបប្រវេណីនៃទំនៀមទម្លាប់ខ្មែរបុរាណផងដែរប្រការហាម5ការហាម5ទៅលើកិច្ចពិធីលយកន្តងឬលយសំពៅតាមលាត់ស្ទឹងបឹងឬតាមដងទន្លេធំដែលធ្វើឲ្យកក់ខ្វាយទៅដល់បរិស្ថានទឹកប្រាចាក់នៃក្រមសីលធម៌នៃខឹងសង្គមនៃទ្រព្យបានលើកឡើងខឹងឆ្នាំ1972ដោយលោកត្រឹងងារដែលជាសាស្ត្រាចារ្យនៃវិទ្យាល័យខ្មែរមនដូច្នេះគូធ្វើពិធីលយកន្តងទៅតាមស្រះសំលមុំដែលមាននៅក្នុងវត្តដែលភ្ជាប់ជាមួយនឹងការសម្អាតអនាម័យចេញញ៉ាពន្យល់ពាក្យភ្ជុំបិណ្ឌហេតុអ្វីបុរាណអាចារ្យមិនប្រើពាក្យភ្ជុំបិណ្ឌពីធុក្នុងវិជ្ជករពាក្យរបស់កម្ពុជាពាក្យបិណ្ឌគឺមានឋានៈពាក្យជានាមសព្ទហើយពាក្យភ្ជុំ
គឺមានថ្នាក់ពាក្យជាកិរិយាសព្ទដូច្នេះថ្នាក់ពាក្យជាកិរិយាសព្ទត្រូវមានតួនាទីជាអ្នកណាមុខឧទាហរណ៍ទៅវត្តយើងមិនអាចសរសេរថាវត្តទៅបានទេព្រោះនៅធ្វើឲ្យពាក្យនេះคล้ายជាគ្រាខុសឆ្គងសូមមូលវចនានុក្រមជាតិកម្ពុជាដោយសម្ដេចព្រះសង្ឃរាជជូនណាត